បើពេលនេះអ្នកកំពុងអង្គុយម្នាក់ឯងបើពេលនេះអ្នកកំពុងលាក់ទឹកភ្នែកនៅពីក្រោយស្នាមញញឹមម្នាក់ឯងបើពេលនេះអ្នកកំពុងតែមានអារម្មណ៍ថាជីវិតហាក់ដូចជាធ្ងន់ពេកហើយអ្នកចង់បោះបង់គ្រប់យ៉ាងខ្ញុំចង់ឲ្យអ្នកស្ដាប់អត្ថបទមួយនេះឲ្យចប់សិនខ្ញុំដឹងថាការខូចចិត្តមិនមែនគ្រាន់តែជាការនឹកនរណាម្នាក់នោះទេវាគឺជាការបាត់បង់ផែនការដែលធ្លាប់ស្រមៃរួមគ្នាវាគឺជាការបាត់បង់មនុស្សម្នាក់ដែលធ្លាប់ជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើងវាគឺជាការភ្ជាប់ពីគេងមកហើយយើងត្រូវទទួលស្គាល់ថាមនុស្សដែលធ្លាប់សំខាន់បំផុតមិននៅក្បែរយើងទៀតនោះទេហើយខ្ញុំក៏ដឹងដែរថាមានថ្ងៃខ្លះអ្នកមិនចង់និយាយជាមួយនរណាទាំងអស់មានថ្ងៃខ្លះអ្នកមិនចង់ធ្វើអ្វីទាំងអស់មានថ្ងៃខ្លះអ្នកគ្រាន់តែចង់គេងហើយសង្ឃឹមថាពេលដែលភ្ញាក់ឡើងអារម្មណ៍ឈឺចាប់ទាំងអស់នឹងបាត់បង់ទៅប៉ុន្តែខ្ញុំចង់ឲ្យអ្នកដឹងថាអ្នកមិនមែនជាមនុស្សបរាជ័យទេគ្រាន់តែពេលនេះអ្នកកំពុងតែជួបរឿងមួយដែលអ្នកមិនទាន់បានត្រៀមចិត្តនឹងជួបវាប៉ុណ្ណោះហើយបញ្ហានៅពេលនេះមិនមែនមានន័យថាអ្នកទន់ខ្សោយនោះដែរវាគ្រាន់តែបញ្ជាក់ថាអ្នកបានឆ្លងកាត់រឿងមួយដែលអ្នកមិនដែលនឹងគិតថាវានឹងកើតឡើងចំពោះអ្នកអាចធ្លាប់ដាក់ចិត្តស្រឡាញ់ដោយស្មោះនៅលើនរណាម្នាក់អ្នកធ្លាប់ឲ្យតម្លៃលើមនុស្សម្នាក់យ៉ាងខ្លាំងហើយនេះអាចជាហេតុដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកពិបាកខ្លាំងនៅក្នុងថ្ងៃនេះប៉ុន្តែរឿងនេះមិនមែនជារឿងមិនល្អអីនោះទេព្រោះអ្នកបានធ្វើតួនាទីនឹងអ្វីដែលអ្នកចង់ធ្វើរួចហើយដូច្នេះកុំសោកខ្លួនឯងនៅពេលដែលអ្នកនៅតែនឹកគេកុំបន្ទោសខ្លួនឯងនៅពេលដែលអ្នកនៅតែខូចចិត្តកុំគិតថាខ្លួនឯងខ្សោយព្រោះនៅមិនទាន់អាចភ្លេចគេបានការព្យាបាលបេះដូងមិនមានពេលវេលាកំណត់ទេអ្នកមិនចាំបាច់រឹងមាំក្នុងរយៈពេលមួយយប់អ្នកមិនចាំបាច់ធ្វើជាមិនអីទាំងដែលនៅក្នុងចិត្តរបស់អ្នកកំពុងតែឆេះឈួលនោះដែរអ្វីដែលអ្នកត្រូវធ្វើនៅពេលនេះគឺត្រូវបន្តដកដង្ហើមបន្តរស់នៅនិងបន្តថែរក្សាខ្លួនឯងឲ្យល្អបំផុតសម្រាប់ថ្ងៃនេះសូមកុំបោះបង់ខ្លួនឯងដោយសារតែមនុស្សម្នាក់ដែលមិនបានជ្រើសរើសអ្នកសូមកុំឲ្យតម្លៃរបស់ខ្លួនឯងត្រូវបានបាត់បង់ដោយសារតែស្នេហាមួយដែលមិនបានសម្រេចព្រោះការដែលនរណាម្នាក់មិនបានស្រឡាញ់អ្នកវិញមិនបានបញ្ជាក់ថាអ្នកមិនសមនឹងទទួលបានសេចក្តីស្រឡាញ់នោះទេអ្នកនៅតែជាមនុស្សដដែលអ្នកនៅតែមានតម្លៃដដែលអ្នកនៅតែសមនឹងទទួលបានសេចក្តីស្រឡាញ់ការគោរពនិងការយកចិត្តទុកដាក់ពីមនុស្សដែលនឹងជ្រើសរើសអ្នកដោយពេញចិត្តនៅថ្ងៃណាមួយដូច្នេះបើថ្ងៃនេះអ្នកមិនទាន់អាចញញឹមបានទេវាក៏មិនអីដែរបើថ្ងៃនេះអ្នកនៅតែយំវាក៏មិនអីដែរគ្រាន់តែអ្នកកុំបោះបង់ខ្លួនឯងកុំបោះបង់ក្តីសម័យរបស់អ្នកកុំបោះបង់អនាគតរបស់អ្នកហើយអ្វីដែលសំខាន់ជាងគេនោះកុំបោះបង់មនុស្សម្នាក់ដែលតែងតែនៅជាមួយអ្នកគ្រប់ពេលវេលានោះគឺខ្លួនឯងព្រោះនៅពេលណាដែលពេលវេលាមួយនេះបានឆ្លងផុតទៅនៅក្នុងថ្ងៃអនាគតអ្នកអាចងាកមកមើលថ្ងៃនេះសាជាថ្មីអ្នកអាចជាមានមោទនភាពលើខ្លួនឯងក៏ថាបានដែរដែលអ្នកបានរៀនសូត្រមេរៀនជីវិតមួយដែលមិននឹកស្មានដល់ហើយទីបំផុតអ្នកក៏អាចឆ្លងកាត់វាបានហើយអ្នកក៏អាចជានឹងមានមោទនភាពចំពោះខ្លួនឯងផងដែរដែលអ្នកមិនបានបោះបង់ខ្លួនឯងនៅថ្ងៃដែលអ្នកជឿចាប់បំផុតសូមចាំថានៅក្នុងថ្ងៃនេះអ្នកអាចខូចចិត្តបាននៅក្នុងថ្ងៃនេះអ្នកអាចយំបាននៅក្នុងថ្ងៃនេះអ្នកអាចនឿយហត់បានប៉ុន្តែនៅក្នុងថ្ងៃនេះផងដែរសូមអ្នកកុំបោះបង់ខ្លួនឯងព្រោះជីវិតរបស់អ្នកមានតម្លៃជាងការចាកចេញរបស់នរណាម្នាក់ឆ្ងាយណាស់